Việt Nam នឹងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរឆាប់ៗនេះវៀតណាមនឹងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរលើទឹកដីរបស់ខ្លួនដោយមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរុស្ស៊ីដែលជាប្រទេសមហាអំណាចអាវុធនុយក្លេអ៊ែរពិភពលោកនេះបើយោងតាមការផ្សាយចេញពីអង្គភាព Reuters នៅថ្ងៃទី12 ខែឧសភានេះការអភិវឌ្ឍរោងចក្រជាមួយនឹងបច្ចេកវិទ្យាទំនើបនិងគោរពយ៉ាងតឹងរ៉ឹងជាមួយបទបញ្ញត្តិសុវត្ថិភាពនុយក្លេអ៊ែរនិងវិទ្យុសកម្មនិងសម្រាប់ជាប្រយោជន៍នៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនេះបើតាមសេចក្តីថ្លែងការណ៍បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូរបស់មេដឹកនាំវៀតណាមលោកធូឡាំប្រទេសអាស៊ីអាគ្នេយ៍ចាប់ផ្ដើមផែនការឡើងវិញក្នុងការអភិវឌ្ឍរោងចក្រថាមពលនុយក្លេអ៊ែរដែលត្រូវបានផ្អាកជិតមួយទសវត្សរ៍មុនដែលជាផ្នែកនៃកិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងការបង្កើនសមត្ថភាពផលិតថាមពលដើម្បីគ្រប់គ្រងសេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរដ្ឋាភិបាលរំពឹងថារោងចក្រថាមពលនុយក្លេអ៊ែរដំបូងដែលមានសមត្ថភាពរួមបញ្ចូលគ្នារហូតដល់ 6.4 ជីកាវ៉ាត់នឹងដាក់លក់តាមអ៊ីនធឺណិតនៅចន្លោះឆ្នាំ 2030 និង 2035 ហើយខ្លួននឹងជួបពិភាក្សាជាមួយដៃគូបរទេសអំពីគម្រោងថាមពលនុយក្លេអ៊ែររួមមានរុស្ស៊ីជប៉ុនកូរ៉េខាងត្បូងបារាំងនិងសហរដ្ឋអាមេរិកគូបញ្ជាក់ដែរថាវៀតណាមនិងរុស្ស៊ីក៏បានព្រមព្រៀងគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មប្រេងនិងឧស្ម័នរួមទាំងការផ្ដល់ប្រេងឆៅនិងឧស្ម័នធម្មជាតិរាវដល់ប្រទេសវៀតណាមផងដែរ